បាទជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាបានទៅជាមួយនឹងការ live របស់សារជាថ្មីជាមួយខ្ញុំបាទនឹងហើយពាក់ព័ន្ធនឹងការចែកចម្លែកចំណេះដឹងបញ្ហាកាពះពោះវៀនបាទនឹងហើយក៏ដូចជាបញ្ហាសុខភាពផ្សេងបាទអញ្ចឹងបងប្អូនដែលគាត់ជួបផ្ទះទៅលើបញ្ហាកាពះពោះវៀនដោយសពដងហើយជាមួយនឹងការ live របស់ខ្ញុំនឹងហើយអត់មានអីនិយាយច្រើនទេបាទអញ្ចឹងអ្នកដែលគាត់ជួបផ្ទះទៅលើបញ្ហាកាពះពោះវៀនខ្សោយមេរោគច្រើនអាស៊ីតឈាមដល់លាតត្បាវដែលគាត់ខំស្វែងរកទេពវិធីសម័យនឹងបុរាណហើយទៅក្នុងស្រុកក្រៅស្រុកដោះស្រាយអត់តាន់បានបាទអ្នកដែលគាត់ត្រូវការជ្រើសរើសទៅលើការប្រើដោះស្រាយទៅលើបញ្ហាចំពោះមុខបាទពីមួយថ្ងៃទៅមួយថ្ងៃបាទប្រើសារជាតិគីមីច្រើនធ្វើឲ្យគាត់នឹងប៉ះពាល់ខូចគ្រឿងក្នុងណាបាទបងប្អូនដែលគាត់ធ្វើការប្រើប្រាស់ទៅលើសារជាតិគីមីច្រើនណាបាទខ្ញុំអត់និយាយចំទេបាទបងប្អូនទាំងគ្នាញ៉ាំអីដោះស្រាយទៅលើបញ្ហាអីបងប្អូនទាំងគ្នាដឹងខ្លួនឯងហើយដូចជាមានបញ្ហាមេរោគដូចជាមានបញ្ហាច្រាអាស៊ីតអីចឹងណាខ្សោយអីចឹងទៅណាបាទអញ្ចឹងបងប្អូនមួយចំនួនទៅលើការថែទាំសុខភាពគាត់ក៏យល់ដឹងដែរប៉ុន្តែយ៉ាងណាក៏បងប្អូនទាំងគ្នាគិតផុតដែរទៅលើបញ្ហាកាពះពោះវៀនដោយសារយើងញ៉ាំចំណីអាហារមួយថ្ងៃ3ពេលអត់ដឹងចូលសារជាតិគីមីសារជាតិអីខ្លះទេប៉ះពាល់សុខភាពច្រើនទៅលើចំណីអាហារយើងសប្តាហ៍ថ្ងៃដែលលេខ1តែម្ដងបាទចំណីកែច្នៃភេសជ្ជៈគ្រឿងកំប៉ុងបាទស្រាអីហ្នឹងណាបាទហើយក៏ដូចជាហ្នឹងហើយចំណីអាហារ fast food កែច្នៃផ្សេងៗត្រឡប់នឹងការថែទាំសុខភាពផលប៉ះពាល់មានច្រើនបងប្អូនអរគ្នាប៉ុន្តែខ្ញុំលើកតែលើកត្តាការញ៉ាំរបស់យើងឯងព្រោះយើងជាអ្វីដែលយើងញ៉ាំកាលណាយើងញ៉ាំអត់បានគិតអត់បានត្បិតត្បៀនទៅលើការញ៉ាំគឺយើងប៉ះពាល់ហើយណាអញ្ចឹងបងប្អូនអរគ្នារកគ្រប់អស់ហើយមិនអត់ទៅទីសម័យនឹងបុរាណទៅក្នុងស្រុកក្រៅស្រុកប៉ុន្តែនៅអត់ដោះស្រាយបានអញ្ចឹងខ្ញុំសូមណែនាំបងប្អូនអរគ្នាអាចធ្វើការប្រើប្រាស់បានជាមួយនឹង Nonichi បាទក៏ដូចជាមួយនឹង probiotic របស់យើងហើយក៏ដូចជាមួយនឹង Purpocate Extreme ដែលគាត់មានបញ្ហារ៉ាំរ៉ៃកាពះពោះវៀនណាគាត់ធ្វើការប្រើប្រាស់ជាឈុតបែបនេះបានអញ្ចឹងបងប្អូនមានបញ្ហាទៅការខនឹងឆាតក្នុងប្រអប់សារពេកបានណាអ្នកដែលគាត់មានបញ្ហាកាពះពោះវៀនជាទូទៅគឺគាត់បាត់បង់ទៅលើ probiotic មេរោគល្អហើយនឹងបាទជាតិពុលជាតិគីមីនៅក្នុងខ្លួនរបស់គាត់នឹងច្រើនបាទអញ្ចឹងគាត់អាចធ្វើការញ៉ាំគោបជាឈុតបែបនេះគាត់នឹងទទួលបានប្រសិទ្ធភាពខ្ពស់នោះនេះជាវាជួយលាងសម្អាតជាតិពុលមេរោគផ្សិតបាក់តេរីជួយបណ្ដោះកោសិកាភ្នែកកាពះពោះវៀនបាទជាមួយនឹង probiotic យើងគឺបំពេញ probiotic អ្នកខ្លះគាត់មានបញ្ហាជំងឺផ្សេងទៅគាត់ប្រើថ្នាំសាសប្រើថ្នាំអង់ទីប៊ីយោទិកអីច្រើនទៅគាត់នឹងបាត់ទៅលើ probiotic អញ្ចឹងក៏គាត់អាចធ្វើការញ៉ាំបំពេញមកវិញបានប្រើប្រាស់ជាឈុតបែបនេះគាត់នឹងទទួលបានប្រសិទ្ធភាពខ្ពស់ដោះស្រាយលឿនបាទចំណេញបាទអត់ខាតពេលវេលាបាទហើយអត់ចំណាយថវិកាខុសទៀតណាបងប្អូនអរគ្នាបាទអញ្ចឹងអាចធ្វើការខលនឹងប្រឹក្សាបានបញ្ហាកាពះពោះវៀនមួយបងប្អូនអរគ្នាដូចបាក់ដៃជំងឺពីវីរុសមកចូលមកក្នុងខ្លួនអញ្ចឹងអ្នកខ្លះទៅគាត់ក៏ស្គមស្គាំងខប់បកដីអីចឹងទៅបាទហើយអ្នកខ្លះទៅគឺគាត់មានបញ្ហាបាទលើសជាតិខ្លាញ់អត់ល្អបាទលើសគីឡូបាទចឹងក៏អាចធ្វើការញ៉ាំបានណាជាមួយនឹង i blue នេះដែលខ្ញុំធ្វើការបង្ហាញទៅលើការញ៉ាំនេះបាទវាជួយឲ្យរាងស្អាតសាច់ស្អាតហើយស្រកគីឡូអត់ប៉ះពាល់សុខភាពទេបងប្អូនអរគ្នាណាបាទញ៉ាំជំនួសជាភេសជ្ជៈពើកម្លាំងបានស័ក្តិសមអ្នកដែលគាត់រវល់ធ្វើការងារច្រើនជាពិសេសអ្នកដែលគាត់ហាត់ប្រាណអ្នកដែលគាត់លេងកីឡាណាបាទអញ្ចឹងគាត់ចង់បង្កើន six pack បានលឿនបំបត្តិការឈឺសាច់ដុំហាត់ប្រាណបានយូរគាត់អាចញ៉ាំជាមួយនឹង i blue នេះបានណាមានរសជាតិឆ្ងាញ់បងប្អូនអរគ្នាអត់ចាញ់ភេសជ្ជៈពើកម្លាំងទេជាពិសេសតបងប្អូនដែលគាត់មានបញ្ហាលើសគីឡូក៏គាត់អាចញ៉ាំបានដែរញ៉ាំជាមួយនឹងបាទi blue ក៏ដូចជាមួយ Nonichi យើងនេះបាទនឹងឲ្យគាត់ញ៉ាំគូបជាឈុតចឹងទៅគាត់នឹងទទួលបាននៅការស្រកគីឡូដែលអត់មានផលប៉ះពាល់ទៅលើបញ្ហាកាពះរបស់គាត់ព្រោះអ្នកខ្លះគាត់ញ៉ាំថ្នាំកាពះគាត់មានបញ្ហាកាពះគាត់អត់អាចធ្វើការញ៉ាំជាមួយនឹងសម្រកគីឡូបានទេប៉ុន្តែសម្រាប់ផលិតផលយើងគឺអាចធ្វើការញ៉ាំបានដោះស្រាយទាំងបញ្ហាកាពះហើយជួយនឹងបញ្ហាស្រកគីឡូព្រោះអីបាទកាលណាបងប្អូនមានបញ្ហាកាពះពោះវៀនក៏ធ្វើឲ្យប្រព័ន្ធមេតាបូលីសយើងគឺចុះខ្សោយដុតជាតិខ្លាញ់ហ្នឹងចុះខ្សោយដែរអញ្ចឹងអាចធ្វើការញ៉ាំបានគឺដោះស្រាយបានលឿនតែម្ដងណាអត់ប៉ះពាល់សុខភាពទេបាទក៏ដូចគ្នាដែរអ្នកដែលគាត់មានបញ្ហាកាពះពោះវៀនគាត់ស្រឹកខ្សោយទៅលើបាទមេតាហូម៉ូនភេទបងប្អូនបរោះគាត់មានបញ្ហារោគបរោះខ្សោយហូម៉ូនបាត់បង់ទៅលើសមត្ថភាពផ្លូវភេទបាត់បង់ទៅលើសមត្ថភាពអង្គកំណើតបងប្អូនស្ត្រីក៏ដូចគ្នាដែរអញ្ចឹងក៏អាចធ្វើការប្រើប្រាស់ជាឈុតបែបនេះអ្នកគាត់ចង់បានកូនលឿនសុខភាពល្អគាត់អាចធ្វើការញ៉ាំជាមួយនឹងជាឈុតបែបនេះបានណាបាទ
ហើយអ្នកដែលគាត់មានបញ្ហាជំងឺកាមរោគដូចស្វាយប្រម៉ែទឹកបាយប្រម៉ែទឹកខ្លាទីកូប៉ុណ្ណាអាចធ្វើការប្រើប្រាស់បានជាមួយនឹង J Blazer នេះបាទខ្ញុំសូមណែនាំឲ្យប្រើប្រាស់ទាំងពីរនេះព្រោះនេះប្រើបានទាំងបងប្អូនម្ដងនិងបងប្អូនស្ត្រីគឺល្អខ្លាំងមែនទែនបង្កើនភាពស្និទ្ធស្នាលការពារការឆ្លងមេរោគជាមួយនឹងគ្រួសារដៃគូណាអាចធ្វើការប្រើប្រាស់បានអញ្ចឹងបងប្អូនទាំងគ្នាចាប់អារម្មណ៍ឲ្យធ្វើការខលនិងប្រឹក្សាណាមកក្នុងប្រអប់សារពេកបានខ្ញុំប្រឹក្សាសុខភាពជូនហ្វ្រីតតែម្ដងណាអញ្ចឹងអរគុណច្រើនជូនពរបងប្អូនទាំងគ្នាសុខសប្បាយសំណាងល្អសុខភាពល្អបាទ